ថ្ងៃនោះនៅតាមផ្លូវបើទូបង្គំទទួលស្គាល់ទ្រង់លបែងដែលរៀបចំ6ឆ្នាំមកនេះនឹងត្រូវផ្លាញទាំងស្រុងខ្ញុំដឹងខ្ញុំស្អប់ខ្លួនឯងដែលដឹងរឿងនេះណាស់អ្នកមិនប៉ះពាល់ខ្ញុំទេភីយ៉ានយប់នេះមិនអនុញ្ញាតឲ្យប្រដៅព្រះនាងម្ចាស់ទេឡាយ៉ូខ្ញុំមិនខ្វល់ថាអ្នកមកពីណានោះទេហើយក៏មិនខ្វល់ពីអត្តសញ្ញាណដែរ关爷，กู知道。ចាប់ពីថ្ងៃនេះទៅឈ្មោះភីយ៉ាននេះបានចូលមកក្នុងឆាកនយោបាយពិតប្រាកដហើយចុះ Shen Winning វិញ Shen Winning ក៏នៅទីនេះដែរ这里，ហេតុអ្វីបានជាខាងក្រៅមានមនុស្សរបស់ Ken Yao ឈោយាមនេះជារាជវាំងបូព្រាជារាជវាំងបូព្រារបស់ខ្ញុំលោកមន្ត្រីភ័យខ្ញុំសួរអ្នករឿងការងារផ្លូវការមួយព្រះនាងម្ចាស់សូមក្រោកឈរឡើងយប់នេះអ្នកមកដើម្បីរាយការណ៍ការងារក្រសួងពិធីការឬមកជួបខ្ញុំគឺទាំងពីររើបានតែមួយគត់Shen Winning វិញឥឡូវចេះស្គាល់កាលៈទេសៈនិងរបៀបរៀបរយហើយតើបើមិនប្រញាប់រៀបចំខ្លួនទេស្អែកនេះពួកអ្នកបម្រើនឹងមើលដឹងមិនខានមើលដឹងហើយយ៉ាងម៉េចឥឡូវនេះនៅមិនទាន់អាចទេមិនមែនមិនត្រូវការត្រង់ទេប៉ុន្តែពេលនេះមិនអាចឲ្យពួកវាយកខ្ញុំមកធ្វើជាឈ្នន់ដើម្បីធ្វើបាបត្រង់បានឡើយអ្នកតែងតែបែបនឹងរហូតបែបណាមកនិយាយថារើសយកខ្ញុំប៉ុន្តែគ្រប់រឿងដែលអ្នកធ្វើបែរជាញែកខ្លួនឯងទៅទទួលរងមុខដាវជំនួសទៅវិញភីយ៉ានចាំឲ្យច្បាស់ខ្ញុំចង់ឲ្យអ្នកឈ្នះជំនួសខ្ញុំមិនមែនឲ្យអ្នកមកស្លាប់ជំនួសខ្ញុំទេចង់ចាំហើយខ្ញុំចង់ចាំហើយស្អីគេបញ្ជីត្រួតពិនិត្យការផ្លាស់ប្ដូរនិងសញ្ញាសម្គាល់របស់បាក់ពួក Luber ត្រូវបានគេប្រគល់មកឲ្យនៅថ្ងៃនេះពេលនោះទូបង្គំបានលួចមើលមួយផ្លែតកាលពី6ឆ្នាំមុនពេលប្រឡងនីតិក្រដៅបញ្ជីឈ្មោះខ្សែរាជវង្សនិងការចេញចូលរាជវាំងបូព្រារបស់ Leiden ត្រូវបានគេផ្លាស់ប្ដូរចេញទាំងអស់អ្នកណាជាអ្នកផ្លាស់ប្ដូរមនុស្សចាស់នៅកងការងាររាជវាំងបូព្រាបានស្លាប់កាលពី3ឆ្នាំមុនដោយសារជំងឺចៃដន្យណាស់ប៉ុន្តែមុនពេលគេស្លាប់មានបញ្ជីចម្លងមួយច្បាប់ត្រូវបានបញ្ជូនទៅរក្សាទុកនៅរាជវាំងបូព្រាចាស់ស្អែកនេះទូបង្គំនឹងទៅស៊ើបមើលខ្ញុំនឹងទៅជាមួយអ្នកត្រង់ទៅតែសញ្ញានឹងទូបង្គំថាទៅវិញได้យ៉ាងម៉េចការសង្គ្រោះរាជវាំងបូព្រាគឺជារឿងដែលអតីតកាលយាបានសង្គ្រោះត្រង់បើត្រង់ទៅឥឡូវនេះនឹងធ្វើឲ្យផលដល់សត្វទេអញ្ចឹងបើអ្នកទៅម្នាក់ឯងខ្ញុំនឹងឲ្យមនុស្សរបស់ចិនចៅទៅជាមួយអ្នកត្រូវធានាថាមិនយកខ្លួនឯងធ្វើជាមនុស្សឡើយទូបង្គំនៅតែត្រូវត្រឡប់មកជួបត្រង់វិញដូច្នេះទូបង្គំនឹងមានជីវិតរស់ត្រឡប់មកវិញមេឃចិត្តភ្លឺហើយខ្ញុំស្អប់ពេលមេឃភ្លឺណាស់ខ្ញុំក៏ស្អប់ដែរប៉ុន្តែតតែមេឃភ្លឺទើបយើងអាចដើរទៅមុខទៀតបានភីយ៉ាននៅថ្ងៃស្អែកមុនពេលទៅរាជវាំងបូប្រាចាស់ទូបង្គំនឹងមកជួបត្រង់សិនឡមិនអនុញ្ញាតឲ្យមានរបួសត្រឡប់មកវិញទេហើយក៏មិនអនុញ្ញាតឲ្យកុហកខ្ញុំដែរបើដើម្បីបន្តជីវិតទូបង្គំនឹងមិនកុហកត្រង់ទេប៉ុន្តែបើដើម្បីការពារត្រង់ទូបង្គំនឹងព្យាយាមកុហកត្រង់ឲ្យតិចបំផុតភីយ៉ានអ្នកពិតជាគួរឲ្យខកចិត្តមែនអញ្ចឹងព្រះនាងម្ចាស់ដាក់ទោសទូបង្គំទៅដាក់ទោសអ្នកមិនឲ្យចាក់ចេញទៅណាទេយប់នេះព្រមព្រៀង是一次